មានរឿងនិទានមួយដំណាលមកថានៅក្នុងភូមិមួយមានទីតាំងក្បែរជើងភ្នំមានប្រជាជនរស់នៅទីនោះយ៉ាងច្រើនកុះករគ្រប់គ្នារស់នៅអាស្រ័យផលដោយការធ្វើដំណាំដាំដុះផ្សេងៗដើម្បីចិញ្ចឹមជីវិតហើយក៏ដើម្បីយកទៅលក់ដូរផងដែរនៅក្នុងភូមិនោះមានកំឡោះម្នាក់ឈ្មោះថាដួងគឺជាអ្នកចេះវិទ្យាផ្សំថ្នាំដើម្បីព្យាបាលអ្នកជំងឺប៉ុន្តែការព្យាបាលនោះមិនយកប្រាក់អ្វីឡើយអាការៈជំងឺលោកយាយមិនអីទេចាំខ្ញុំផ្សំថ្នាំឲ្យលោកយាយយកទៅដាំពិសាតែ2-3ថ្ងៃនឹងបានជាដូចដើមវិញហើយចាយីអរគុណហើយណាចៅដួងនេះជាប្រាក់ចៅយកទៅចុះណាខ្ញុំមិនយកទេយាយខ្ញុំព្យាបាលមិនយកប្រាក់ទេខ្ញុំធ្វើនេះគឺចេញពីចិត្តខ្ញុំប៉ុណ្ណោះចៅទទួលយកទៅចាត់ទុកថាចៅយកប្រាក់នេះទៅជួយដល់ម្ដាយចៅទៅចុះណា បើយាយប្រាប់ថាប្រាក់នេះដើម្បីជួយដល់ម្ដាយខ្ញុំយកទៅចុះចៅដួងចៅពិតជាមនុស្សល្អណាស់ថែមទាំងជាកូនដែលកតញ្ញូចំពោះម្ដាយថែមទៀតផងអំពើល្អរបស់ចៅនឹងធ្វើឲ្យចៅជួបតែសុខជារៀងរហូតណាចៅសាធុសាធុសាធុលោកយាយ